បាទឆ្លើយតបទៅបងប្រុសម្នាក់គាត់បានសួរសំណួរមកខ្ញុំតើមូលហេតុអ្វីបានជាត្រូវការជួសជុលម៉ែត្រនិងបូមមិនព្រមប្ដូរថ្មីទៅបញ្ហានេះវាអាស្រ័យទៅលើអតិថិជនផ្ទាល់ទេពេលខ្លះគាត់ត្រូវការសំចៃថវិការបស់គាត់សម្រាប់ការជួសជុលយើងដឹងហើយរបស់ជួសជុលមកទឹកទាំងម៉ែត្រទាំងបូមយើងជួសជុលទៅបានប្រើរយៈពេលបដោះសន្នល្មមនឹងអាចគាត់សេរីលុយសេរីកាក់បានគាត់នឹងបដូរថ្មីហើយក៏មានអតិថិជនមួយចំនួនក៏គាត់មិនធ្វើការជួសជុលដែរអតិថិជនខ្លះគាត់ខ្ជិលរំខានពេលអញ្ចឹងទៅគាត់ក៏ដាក់ម៉ែត្រថ្មីតែម្ដងទៅព្រោះម៉ែត្រថ្មីបើសិនជាយើងធ្វើការដោះដូរយើងការធានារយៈពេល6ខែទៅ1ឆ្នាំទៅតាមផលិតផលផលិតផលមួយដែរហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ធ្វើការផ្លាស់ប្ដូរម៉ែត្រជួសជុលម៉ែត្រជួសជុលបូមមើលគ្រឿងក្រោមគ្រប់ប្រភេទបងប្អូនទាំងគ្នាអាចតាក់ទងមកយានដ្ឋានយើងបានដែលមានទីតាំងនៅបរិយាភូមិជាការដូងមានអាស័យដ្ឋានដូចខាងក្រោម